Nơi phum xa muối đại sắt nơi chì prey, mía phum tồn muối chmù thá, phum prey rơ xây. Nơi phum nụ, mía khmên prof ayu ở pích năm mần nhạc, chmù Ratana. Quát chì khmên prof cầm sọt, rụt nơi chì muối chì đôn đại chầm ná mần nhạc.ថ្ងៃនេះគឺជាថ្ងៃចែករំលែកដំបូងនៃរដូវប្រមូលផលពោតគ្រប់គ្នានៅក្នុងភូមិកំពុងរៀបចំខ្លួនសម្រាប់ទៅប្រមូលផលពោតនៅចំការដ៏ធំមួយនៅជិតព្រៃរតនៈដែលជាក្មេងកំសត់តែងតែជួយជីដូនធ្វើការតាំងពីតូចគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះថ្ងៃនេះពីព្រោះជីដូនបានសន្យាថាប្រសិនបើគាត់ធ្វើការល្អជីដូននឹងទិញខោអាវថ្មីនិងសៀវភៅរៀនថ្មីឲ្យគាត់ពេលព្រឹកម៉ោង5នាទីរតនៈនិងជីដូនបានធ្វើដំណើរទៅកាន់ចំការពោតដែលស្ថិតនៅជ័យភូមិផ្លូវទៅចំការនោះឆ្ងាយបន្តិចហើយត្រូវឆ្លងកាត់ព្រៃដ៏ធំមួយនៅតាមផ្លូវរតនៈបានឃើញមនុស្សជាច្រើនកំពុងធ្វើដំណើរទៅកាន់ចំការដូចគ្នាពេលទៅដល់ចំការរតនៈភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទំហំដ៏ធំធេងនៃចំការពោតនោះដើមពោតនៅជាប់គ្នារាប់មិនអស់ហើយស្លឹកពោតពណ៌បៃតងគ្របដណ្ដប់លើផ្ទៃដីរតនៈបានឈានជំហានទៅក្នុងផ្នែកដ៏ជ្រៅនៃចំការដោយសារតែគាត់ចង់ប្រមូលផលពោតឲ្យបានច្រើននៅពេលដែលគាត់កំពុងខំប្រឹងប្រមូលផលស្រាប់តែគាត់ឮសំឡេងរន្ធត់យ៉ាងច្បាស់សំឡេងនោះមកពីទិសដៅមួយដែលមានដើមពោតធំៗនិងខ្ពស់ៗនៅពេលដំបូងរតនៈគិតថានោះគ្រាន់តែជាសំឡេងខ្យល់ធាក់ស្លឹកពោតប៉ុណ្ណោះប៉ុន្តែសំឡេងនោះកាន់តែខ្លាំងហាក់បីដូចជាមានអ្នកណាម្នាក់កំពុងយំរតនៈបានដើរតាមសំឡេងនោះហើយគាត់បានឃើញក្មេងស្រីម្នាក់អាយុប្រហាក់ប្រហែលនឹងគាត់កំពុងអង្គុយយំនៅក្រោមដើមពោតមួយក្មេងស្រីនោះស្លៀកពាក់អាវពណ៌សនិងសំពត់ពណ៌ខ្មៅដែលជាសម្លៀកបំពាក់បុរាណរតនៈបានចូលទៅជិតហើយសួរក្មេងស្រីនោះថានាងឈ្មោះអីហេតុអ្វីបានជានាងមកយំនៅទីនេះក្មេងស្រីនោះបានលើកមុខឡើងភ្នែករបស់នាងក្រហមហើយមានទឹកភ្នែកនាងបានប្រាប់ឈ្មោះថានាងឈ្មោះម៉ាលីនាងបាននិយាយថានាងគឺជាសាច់សាលោហិតអ្នកកាន់ចំការពោតនេះមួយឆ្នាំមុនគ្រួសាររបស់នាងបានចំការពោតនេះប៉ុន្តែនាងបានបាត់បង់ជីវិតនៅទីនេះដោយសារគ្រោះរាំងស្ងួតចាប់តាំងពីពេលនោះមកវិញ្ញាណរបស់នាងត្រូវបានចងភ្ជាប់នឹងចំការនេះហើយនាងមិនអាចទៅកាន់លោកបានទេម៉ាលីបានបន្តថានាងយំពីព្រោះនាងឃើញថាចំការពោតនេះនឹងត្រូវគេលក់ឲ្យក្រុមហ៊ុនឧស្សាហកម្មហើយពេលនោះដើមពោតទាំងអស់នឹងត្រូវគេរុះរើនឹងដាំដើមឈើផ្សេងវិញនាងខ្លាចថានៅពេលដែលចំការត្រូវបានបំផ្លាញនាងនឹងបាត់បង់ទីជម្រកហើយនឹងក្លាយជាវិញ្ញាណអណ្ដែតអណ្ដូងជានិច្ចរតនៈមានចិត្តអាណិតម៉ាលីយ៉ាងខ្លាំងគាត់បានសន្យាថានឹងជួយនាងរតនៈបានរត់ទៅរកជីដូនវិញហើយប្រាប់រឿងទាំងអស់ដែលគាត់បានជួបម៉ាលីជីដូនដែលជាមនុស្សចំណាស់មានបទពិសោធន៍បាននិយាយថានាងក៏បានឮរឿងអំពីវិញ្ញាណក្មេងស្រីនៅក្នុងចំការពោតតាំងពីនាងនៅក្មេងមកម្ល៉េះជីដូនបានប្រមូលមនុស្សចំណាស់ក្នុងភូមិមកពិភាក្សាគ្នាពួកគេបានសម្រេចចិត្តធ្វើពិធីបួងសួងសុំពរពីវិញ្ញាណម៉ាលីនិងសូមអនុញ្ញាតឲ្យពួកគេបន្តថែរក្សាចំការពោតនេះជាទីសក្ការៈពួកគេបានសន្យាថានឹងមិនលក់ចំការនេះឲ្យក្រុមហ៊ុនណាមួយឡើយបន្ទាប់ពីពិធីបួងសួងម៉ាលីបានលេចមុខមកជួបរតនៈម្ដងទៀតចុងក្រោយនាងសប្បាយចិត្តយ៉ាងខ្លាំងហើយបាននិយាយថាអរគុណចំពោះការជួយរបស់អ្នកឥឡូវនេះខ្ញុំអាចទៅកាន់លោកបានដោយសុខសាន្តហើយម៉ាលីបានប្រគល់ដុំថ្មតូចមួយដែលមានរូបរាងដូចផ្កាយឲ្យរតនៈដោយនិយាយថានេះគឺជាវត្ថុស័ក្តិសិទ្ធិដែលនឹងការពារគាត់ពីគ្រោះថ្នាក់ចាប់តាំងពីថ្ងៃនោះមកចំការពោតនោះត្រូវបានថែរក្សាជាទីសក្ការៈហើយរតនៈក៏បានទទួលការអប់រំល្អហើយក្លាយជាអ្នកដឹកនាំភូមិនៅពេលអនាគតពេលខ្លះនៅពេលយប់ខែភ្លឺអ្នកភូមិអាចឃើញស្រមោលក្មេងស្រីម្នាក់ស្លៀកពាក់សនិងខ្មៅកំពុងរាំលេងយ៉ាងសប្បាយនៅក្នុងចំការពោតហើយពួកគេជឿថានោះគឺជាវិញ្ញាណម៉ាលីដែលកំពុងសប្បាយរីករាយ